បទ Don't Tie to Me បានជំនួសចេញមុខសំទោសនិងសាងភាពស្អាតស្អំនោះទង្វើមិនគប្បីចំពោះលោកអុកញ៉ាព្រាបសវត្ថិនិងសវត្ថិមុនីនាថដោយមើលឃើញពីកំហុសឆ្គងរបស់ខ្លួនលោកវ៉ាន់ជំនោម្ចាស់បទ Don't Tie to Me បានចេញមុខសំទោសជាសាធារណៈនោះទង្វើមិនគប្បីរបស់ខ្លួនចំពោះអុកញ៉ាព្រាបសវត្ថិនិងតារាចម្រៀងសវត្ថិមុនីនាថហៅលោកអិនចនកាលពីពេលកន្លងមកនេះតាមរយៈលិខិតសំទោសចំពោះលោកអុកញ៉ាព្រាបសវត្ថិលោកវ៉ាន់ជំនោបានរៀបរាប់ពីសកម្មភាពដែលខ្លួនបានប្រើពាក្យប្រៀបធៀបនិងបង្អាប់ប្រមាថមើលងាយនិងអះអាងបំភ្លើទៅកាន់លោកអុកញ៉ានិងក្រុមគ្រួសារដែលតាមរយៈសកម្មភាពនិងទង្វើទាំងអស់នេះបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសកិត្តិនាមសេចក្តីថ្លៃថ្នូរនិងមុខរបរការងាររបស់សវត្ថិមុនីមាត្រនិងគ្រួសារលោកអុកញ៉ាព្រាបសវត្ថិជាមួយនឹងការដឹងកំហុសនេះលោកវ៉ាន់ជំនោក៏បានបង្ហាញការសោកស្ដាយផងដែរចំពោះសកម្មភាពទាំងអស់នេះនិងទង្វើរបស់ខ្លួនដែលបានប្រព្រឹត្តកន្លងមកនិងទទួលស្គាល់ថាដោយសារតែខ្លួនមានការយល់ច្រឡំនិងមិនបានគិតគូរពិចារណាឲ្យបានវែងឆ្ងាយក្នុងរឿងនេះលោកវ៉ាន់ជំនោក៏បានទទួលស្គាល់កំហុសនិងសន្យាថាមិនធ្វើទង្វើណាមួយប៉ះពាល់ដល់លោកអុកញ៉ាព្រាបសវត្ថិនិងក្រុមគ្រួសារទៀតនោះទេជុំវិញរឿងនេះផងដែរលោកអុកញ៉ាព្រាបសវត្ថិក៏បានលើកឡើងថានៅក្នុងនាមជាជនជាតិខ្មែរមុខនឹង comment ឬ share អ្វីមួយត្រូវភ្ជាប់នូវសិលធម៌សុជីវធម៌វប្បធម៌ដែលទាំងអស់នេះអាចស្ដែងឡើងនៅសិលធម៌វប្បធម៌សង្គមរបស់យើងមួយផងដែរសូមជម្រាបជូនថាកាលពីថ្ងៃទី13ដល់ថ្ងៃទី15វិច្ឆិកាកន្លងមកលោកវ៉ាន់ជំនោបានធ្វើការ share ចែករំលែក share comment បង្ហោះនៅលើបណ្ដាញ Facebook និង YouTube ដោយបានប្រើពាក្យប្រៀបធៀបនិងបង្អាប់ប្រមាថមើលងាយនិងអះអាងបំភ្លើទៅដល់លោកអុកញ៉ាព្រាបសវត្ថិនិងក្រុមគ្រួសារដែលទង្វើទាំងអស់នេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះរបស់លោកអុកញ៉ានិងក្រុមគ្រួសារផ្ទាល់តែម្ដង